ចម្រៀងរៀបរាប់តបជាប់សាវតាបំរងឯកសារស្ដារប្រវត្តិពិតខ្មែរកម្ពុជាក្ររួបរួមគំនិតប្រមូលញាតិមិត្តបង្កើតចលនាសមាគមសភាមកជាសហព័ន្ធខ្មែរកម្ពុជាក្រមស្រោមច្បាប់មាត្រាតាំងពីមទាសិទ្ធិជូនជាតិខេមរាសម្រាប់វាសនាខ្លួនដោយខ្លួនឯងសូមជម្រាបសួរលោកសឹងជួនបាទសូមជម្រាបសួរបាទលោកអញ្ជើញមកពីភូមិសឺណែវតើលោកមកនេះមានកិច្ចការអ្វីខ្លះបាទតែខ្ញុំមកនេះខ្ញុំមកចូលរួមនៅក្នុងកម្មវិធីនៃយន្តការដាក់ជំនាញស្ដីពីសិទ្ធិជនជាតិដើមរបស់អង្គការសហប្រជាជាតិនៅភូមិសឺណែវបាទតើលោកអាចជួយប្រាប់បន្តិចពីលក្ខណៈសំខាន់នៃវេទិកានោះទៅលើបញ្ហាអ្វីបាទនៅក្នុងវេទិកាស្ដីពីយន្តការដាក់ជំនាញស្ដីពីសិទ្ធិជនជាតិដើមនេះគឺថាគេផ្ដោតសំខាន់គឺទៅលើបញ្ហាទាំងឡាយដែលជនជាតិដើមតិចនៅក្នុងពិភពលោកហ្នឹងដែលមានបញ្ហាផ្សេងៗដែលគេលើកមកដោយយកមកចែកគ្នាចែកជូនទៅដល់អ្នកជំនាញនៃយន្តការសិទ្ធិជនជាតិដើមហ្នឹងបាទតើវេទិកានេះមានរយៈពេលប្រហែលថ្ងៃដែរហើយមានអ្នកអញ្ជើញចូលរួមនោះមានមកពីប្រហែលប្រទេសដែរបាទនៅក្នុងវេទិកានៃយន្តការដាក់ជំនាញសិទ្ធិជនជាតិដើមហ្នឹងគឺគេបានប្រកាសទៅរយៈពេល1សប្តាហ៍គឺចាប់ពីថ្ងៃទី11ដល់ថ្ងៃទី15នៅក្នុងខែកក្កដានេះហើយយើងសង្កេតឃើញថាមានជាង100ប្រទេសដែលជាសមាជិករបស់អង្គការសហជីវជាតិហ្នឹងគេនឹងអញ្ជើញចូលរួមនៅក្នុងវេទិកានេះបាទតើលោកអញ្ជើញចូលរួមហ្នឹងតើសហព័ន្ធគិតថាមានអ្វីសំខាន់បាទខ្ញុំមកចូលរួមនេះគឺក្នុងនាមសហព័ន្ធហើយយើងសង្កេតឃើញថាមានកិច្ចការសំខាន់ជាច្រើនដែលបណ្ដាជាតិផ្សេងៗណាទាំងជនជាតិទូទៅទាំងជនជាតិដើមដែលគេបានចូលរួមនៅក្នុងវេទិកានេះគឺលើកឡើងអំពីបញ្ហារបស់ពួកគេផ្ទាល់ជាពិសេសទាក់ទងទៅនឹងបញ្ហាដែលត្រូវបានរំលោភសិទ្ធិមនុស្សដោយជនជាតិដទៃទៀតដែលគិតក្នុងការអាណានិគមទៅលើជនជាតិដើមមួយនោះជាងបញ្ហាដែលយើងឃើញថាការដែលលើកឡើងនេះទាក់ទងទៅនឹងបញ្ហាសិទ្ធិសេរីភាពក្នុងការប្រើប្រាស់ភាសាសិទ្ធិសេរីភាពក្នុងការសម្រេចនៅគេហៅថាសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងទាក់ទងទៅនឹងសិទ្ធិក្នុងការទទួលបានការអប់រំទាក់ទងទៅនឹងសិទ្ធិផ្សេងៗដែលទឹកនៅក្នុងការរំលោភបំពាននឹងការរឹតបន្តឹងដោយប្រទេសដែលជាអាណានិគមទៅលើជនជាតិដើមនេះបាទការដែលយើងចូលរួមនឹងតើលោកគិតថាមានផលចំណេញអ្វីសម្រាប់សហព័ន្ធយើងគិតថាមានសារៈសំខាន់មែនទែននៅក្នុងវេទិកានេះគឺថាយើងបានលើកអំពីបញ្ហារបស់យើងជូនទៅដល់អង្គវេទិកាជាពិសេសជូនទៅដល់អ្នកជំនាញនៃយន្តការសិទ្ធិជនជាតិដើមហ្នឹងដើម្បីឲ្យគេពំនាំបញ្ហារបស់យើងទៅជូនដល់គេហៅថាគណៈកម្មការពិសេសស្ដីពីសិទ្ធិជនជាតិដើមហ្នឹងដើម្បីធ្វើជារបាយការណ៍មួយទៅជាអនុសាសន៍ជូនទៅដល់ប្រទេសដែលជាអាណានិគមទៅលើជនជាតិដើមនេះហ្នឹងគឺជាសារៈសំខាន់ហើយសារៈសំខាន់មួយទៀតហ្នឹងគឺថាជាការតាមដានមួយណាដល់បញ្ហាផ្សេងដែលជនជាតិដើមមួយដែលគេប្រឈមគេលើកទៅនឹងហើយជារៀងរាល់ឆ្នាំជាការតាមដាននៅអ្វីដែលជាការលើកឡើងរបស់គេហើយគេសង្កេតមើលតាមដានមើលថាប្រទេសដែលជាអាណានិគមទៅលើជនជាតិដើមមួយនោះមានការអនុវត្តមានការធ្វើឲ្យមានភាពប្រសើរឡើងទេក្នុងការអនុវត្តទៅតាមសេចក្តីប្រកាសស្តីពីជនជាតិដើមសិទ្ធិជនជាតិដើមរបស់អង្គការសហប្រជាជាតិបាទតើលោកមានបានថ្លែងរបាយការណ៍អ្វីទេនៅក្នុងវេទិកានេះបាទនៅក្នុងតាមរយៈនៃការចូលរួមនេះគឺយើងបានត្រៀមរបាយការណ៍ចំនួន2ជាសន្ទរកថានៅក្នុងរបាយការណ៍នេះគឺទី1គឺពាក់ព័ន្ធទៅនឹងបញ្ហារបស់ខ្មែរក្រមយើងដែលពាក់ព័ន្ធទៅនឹងប្រធានបទមួយដែលហៅថា
គោលដៅអភិវឌ្ឍអង្គការសហជីវជាតិប្រកបដោយនិរន្តរភាពអញ្ចឹងនៅក្នុងសន្ទរកថានេះគឺយើងលើកឡើងអំពីបញ្ហាទាក់ទងទៅនឹងគេហៅថាដីស្រែចម្ការទាក់ទងទៅនឹងផលប៉ះពាល់នៃការប្រកបរបរផ្នែកខាងកសកម្មឬក៏ការប៉ះពាល់ទៅលើកសិករនៃបងប្អូនខ្មែរយើងនៅកម្ពុជាព្រមពីព្រោះថាយើងមើលឃើញថាពាក់ព័ន្ធទៅនឹងបញ្ហាខាងធាតុអាកាសបំប្រែបំរួលនៃធាតុអាកាសហ្នឹងដែលធ្វើឲ្យមានទឹកដែលសម្រាប់ឲ្យប្រជាពលរដ្ឋធ្វើស្រែចម្ការហ្នឹងមានការផ្លាស់ប្ដូរពីទឹកសត្វទៅជាទឹកប្រៃយ៉ាងទៅទីនេះកន្លែងនេះដែលធ្វើឲ្យប៉ះពាល់ទៅលើការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋខ្មែរក្រុមយើងពីព្រោះថាខ្មែរក្រុមយើងភាគច្រើនគឺជាអ្នកប្រកបមុខរបរកាសជាអ្នកកសិករជាអ្នកធ្វើស្រែចម្ការយើងហើយទៅជាកផលប៉ះពាល់មកយើងបានលើកឡើងបញ្ហាហ្នឹងដើម្បីចែកជូនទៅដល់អ្នកចូលរួមជាពិសេសទៅដល់អ្នកជំនាញយន្តការសិទ្ធិចរិយាហ្នឹងដើម្បីពិចារណាក្នុងការធ្វើរបាយការណ៍ក្នុងនោះយើងក៏លើកឡើងតាក់ទងទៅនឹងបញ្ហាក្នុងការអភិវឌ្ឍនៃការប្រើប្រាស់ភាសារបស់ជនជាតិដើមជាពិសេសការប្រើប្រាស់ភាសារបស់ខ្មែរយើងនៅកម្ពុជាក្រមពាក់ព័ន្ធទៅនឹងការអប់រំពាក់ព័ន្ធទៅនឹងបញ្ហាការអនុវត្តអភិវឌ្ឍទៅលើបញ្ញាស្មារតីអភិវឌ្ឍទៅលើការប្រើប្រាស់នៃវប្បធម៌អរិយធម៌របស់ខ្មែរក្រមយើងដែរនេះគឺជាប្រធានបទទី1ហើយប្រធានបទទី2ដែលយើងបំរុងលើកឡើងហ្នឹងគឺថាជារឿងខ្មែរក្រមយើងដែរពាក់ព័ន្ធទៅនឹងការអនុវត្តដ៏ល្អបំផុតទាក់ទងទៅនឹងសេចក្តីប្រកាសជាស្គាល់របស់ការសហជាតិស្តីពីសិទ្ធិជនជាតិដើមហ្នឹងអញ្ចឹងនៅក្នុងសន្ទរកថាទី2ដែលយើងថានឹងលើកឡើងទៅថ្លៃនៅក្នុងវេទិកានេះគឺវាពាក់ព័ន្ធដែលយើងនិយាយទៅនឹងគេហៅថាសុខតិនានាដែលពាក់ព័ន្ធទៅនឹងសេចក្តីប្រកាសជាស្គាល់ស្តីពីសិទ្ធិជនជាតិដើមហ្នឹងហើយនិយាយអំពីរដ្ឋាភិបាលវៀតណាមដែលគេបានទទួលយកដែលគេបានទទួលស្គាល់ទៅលើសេចក្តីប្រកាសហ្នឹងប៉ុន្តែគេមិនបានអនុវត្តទៅលើសេចក្តីប្រកាសហ្នឹងទេអញ្ចឹងការដែលមិនបានអនុវត្តហ្នឹងគឺវានៅក្នុងឲ្យផលប៉ះពាល់ទៅលើសិទ្ធិនានារបស់ខ្មែរក្រមយើងនៅកម្ពុជាក្រមជាពិសេសដូចខ្ញុំបានលើកឡើងខាងដើមនេះគឺទាក់ទងទៅនឹងសិទ្ធិក្នុងការសិក្សារៀនសូត្រវប្បធម៌អរិយធម៌របស់ខ្លួនសិទ្ធិទាក់ទងទៅនឹងការសិក្សារៀនសូត្រអំពីប្រវត្តិសាស្ត្រភូមិសាស្ត្ររបស់ខ្លួនដូចជាដើមអញ្ចឹងប៉ុន្តែទៅជាយ៉ាងណាក៏ដោយសន្ទរកថាដែលយើងត្រៀមលើកតាំងពីនេះដោយសារតែពេលវេលាគេមានកំណត់ហើយមានបញ្ហាជាច្រើនរបស់ជាតិសាសន៍ផ្សេងៗទៀតហ្នឹងធ្វើឲ្យពេលវេលាមានភាពប្រកៀតទៅយើងអាចបានថ្លែងនៅក្នុងវេទិកានៅសន្ទរកថាតាំងពីនេះទេប៉ុន្តែសន្ទរកថារបស់យើងនេះយើងបានជូនទៅដល់គណៈកម្មការនេះយើងគណៈកម្មការនេះគេនឹងបញ្ចុះរបាយការណ៍របស់យើងនៅក្នុងគេហៅតំបន់អង្គការសហជីវជាតិហ្នឹងផ្នែកខាងចិត្តដើមហ្នឹងហើយជាពិសេសរបាយការណ៍របស់យើងគេនឹងពិចារណាក្នុងការបញ្ចូលនៅក្នុងរបាយការណ៍មួយដាក់ស្នើទៅខាងគេហៅថាគណៈកម្មការពិសេសស្ដីពីសិទ្ធិចិត្តដើមរបស់អង្គការសហជីវជាតិនេះបាទតាមខ្ញុំដឹងហ្នឹងលោកបាននិយាយមិញគឺប្រធានបទដែលលោកលើកឡើងមានតែ2តើវេទិកានោះមានសរុបទាំងអស់មានប្រមាណប្រធានបទហើយដែលលោកហេតុអ្វីបានលោកលើកតែ2ប្រធានបទហ្នឹងដើម្បីធ្វើជារបាយការណ៍តាមពិតនៅក្នុងវេទិកាដែលរយៈពេល5ថ្ងៃនេះគឺយើងស្រុកទៅមាន11ប្រធានបទប៉ុន្តែប្រធានបទផ្សេងៗទៅនឹងដូចជាមិនសូវពាក់ព័ន្ធទៅនឹងរឿងរបស់យើងហ្នឹងទេគឺមានប្រធានបទ2ដែលយើងឃើញថាជារឿងសំខាន់ដែលពាក់ព័ន្ធច្រើននៅក្នុងបញ្ហាដែលផ្នែកក្រមនេះគង់តែប្រឈមហើយកំពុងតែគិតទៅក្នុងការថារំលោភពីរដ្ឋាភិបាលវៀតណាមអញ្ចឹងប្រធានបទទាំងពីរនេះវាសំខាន់ណាស់ទៀតបានអបក្រោយពីការចូលរួមវេទិកាហ្នឹងក៏លោកទទួលបានចំណេះដឹងពីបទពិសោធន៍អ្វីខ្លះបាទនេះជាលើកទី1របស់ខ្ញុំដែលខ្ញុំមកក្នុងនាមសហព័ន្ធយើងហើយខ្ញុំចាប់ស្ដាយមែនទែនដោយឆ្នាំនោះមកអន្តពី2នាក់នេះយើងឃើញថាសង្កេតឃើញរាល់ឆ្នាំមកស្រីយ៉ាងហោចណាស់4-5នាក់ដែលជាយុវជនគាត់មកហើយគាត់នោមនាំគ្នាថ្លែងសន្ទរកថាជាដើមតាក់ទងនឹងបញ្ហារបស់ខ្មែររបស់នេះតែលើកពីគួរសោកស្ដាយខ្ញុំពីមានខ្ញុំហើយនឹងមានប្រដេជគុណថៃវាសនាដែលលោកមិនមកចូលរួមដូចខ្ញុំដែរអញ្ចឹងជាលើកដំបូងរបស់ខ្ញុំគឺខ្ញុំឃើញថាពិតជាមានសារៈសំខាន់សម្រាប់ខ្ញុំមែនទែនទី1គឺជាការផ្លែកការថ្មីថ្មោងរបស់ខ្ញុំខ្ញុំបានសិក្សាអំពីបទពិសោធន៍ច្រើននៅក្នុងការរៀបចំវេទិការបស់គេជាពិសេសតាក់ទងនឹងថាយន្តការរបស់អ្នកជំនាញស្ដីពីសិទ្ធិជនជាតិដើមដែលមានសារៈសំខាន់ដែលខ្ញុំបានសិក្សារៀនសូត្របញ្ហាហ្នឹងបញ្ហាទី2គឺខ្ញុំបានចូលរួមបន្ថែមតាក់ទងសិក្ខាសាលាផ្សេងៗដែលគេហៅថា side event លេខហៅថា side event ហ្នឹងនៅក្នុងនេះបានលើកអំពីបញ្ហាផ្សេងៗទៀតដែលជាបញ្ហារបស់ជនជាតិដើមហើយបញ្ហាទី3ក៏ខ្ញុំបានសិក្សាតាមរយៈមិត្តភក្តិផ្សេងៗដែលជាជនជាតិដើមមកពីបណ្ដាប្រទេសផ្សេងៗដូចជានៅក្នុងមានមិត្តភក្តិមកពីប្រទេសឈីលីមិត្តភក្តិមកពីប្រទេសមីស៊ីកូមិត្តភក្តិមកពីប្រទេសអ៊ីតាលីមិត្តភក្តិមកពីប្រទេសមួយចំនួនទៀតដែលយើងបានជួបគឺពិតជាមានសារៈសំខាន់ហើយជាបទពិសោធន៍របស់ខ្ញុំខ្ញុំគិតថាជារឿងមួយល្អបំផុតសម្រាប់ឲ្យបងប្អូនយុវជនយើងជាពិសេសបងប្អូនខ្មែរក្រមយើងអ្នកដែលជាសកម្មជនរបស់ខ្មែរក្រមយើងគួរតែចាប់អារម្មណ៍ទៅលើបញ្ហាហ្នឹងហើយ
លើកក្រោយគួរតែមានការអញ្ជើញចូលរួមបានច្រើនតែដើម្បីចូលរួមគ្នាណាឲ្យជាយោបល់ហើយនោះលើកអំពីបញ្ហារបស់ខ្មែរក្រមនេះចែកជូនដល់អ្នកជំនាញយន្តការសង្គមជាពិសេសនៅពេលខាងមុខនៅក្នុងឆ្នាំ2017នេះគឺជាខួប10ឆ្នាំនៃសេចក្តីប្រកាសជាស្គាល់សេរីភាពសិទ្ធិជនជាតិដើមនោះយើងអង្គការសហប្រជាជាតិគេនឹងរៀបចំខួប10ឆ្នាំនេះយើងគិតថាយើងនឹងមានការចូលរួមចិត្តដើម្បីលើកបញ្ហារបស់ខ្មែរក្រមនេះបាទពេលចុងក្រោយលោកមានអ្វីបន្ថែមក៏ដូចជាមានការផ្ដាប់អ្វីសម្រាប់ប្រជាពលរដ្ឋខ្មែរក្រមបាទសូមអរគុណច្រើនខ្ញុំមិននឹងមានមតិខ្លះតាមភ្នាក់របស់បងប្អូននេះខ្ញុំសូមអរគុណច្រើនចំពោះគណៈកម្មការយុទ្ធរបស់សហព័ន្ធដែលបានផ្ដល់ឱកាសឲ្យអនុញ្ញាតឲ្យខ្ញុំបាទចូលរួមនៅក្នុងវេទិកាពិសេសនេះដែលទាក់ទងទៅនឹងជំនាញយន្តការអ្នកជំនាញសេដ្ឋកិច្ចសិទ្ធិជនជាតិគឺជាពិតជាមានសារៈសំខាន់មែនទែនខ្ញុំចង់បង្ហាញទៅដល់បងប្អូនយើងដែលទៀតដែលជាសកម្មជនរបស់ខ្មែរក្រមយើងសូមបើថាគិតថាការងាររឿងសង្គមចាប់ផ្ដើមរឿងការងារសង្គមដើម្បីជួយដោះស្រាយបញ្ហាសង្គមសូមឡាក់បានបងប្អូនអញ្ជើញចូលរួមដើម្បីដោះស្រាយបញ្ហាសង្គមរបស់អ្នកអញ្ចឹងហើយរឿងមួយទៀតក៏ខ្ញុំសូម5អ្នកទៅដល់បងប្អូនយុវជនយើង5ទៀតថាតាំងសកម្មជនខ្មែរក្រមយើងតាមបងប្អូនយុវជនខ្មែរក្រមយើងគួរតែសិក្សាពេលវេលាលើពេលវេលាបានដើម្បីសិក្សាឲ្យបានច្រើនតាក់ទងទៅនឹងអតិថិជនផ្សេងពិសេសតាក់ទងទៅនឹងសិទ្ធិជនជាតិដើមដែលតាក់ទងទៅនឹងបងប្អូនខ្មែរក្រមយើងគួរសិក្សាឲ្យបានច្រើនហើយនៅពេលដែលយើងបានយល់ដឹងបានច្រើនទៅលើបញ្ហាហ្នឹងហើយបញ្ហាសង្គមរបស់យើងអាចនឹងកាត់បន្ថយហើយថ្ងៃណាមួយយើងនឹងឈានទៅរកមានការគ្រប់សិទ្ធិរបស់នេះនៅឯកម្ពុជាបាទសូមអរគុណលោកសឹងជំជួនជាអ្នកដែលបានផ្ដល់បទសម្ភាសន៍ដល់វិទ្យុសំឡេងកម្ពុជាក្រមក៏ដូចជា